យោធាថៃបានបើកប្រាសាទខ្នាឲ្យមហាជនចូលទស្សនាហើយកម្ពុជាកំពុងតវ៉ាថានេះជាទង្វើរំលោភអធិបតេយ្យភាពនិងជាការបង្កើតការកាន់កាប់ជាក់ស្ដែងលើទឹកដីកម្ពុជានៅក្នុងលិខិតតវ៉ាចុះថ្ងៃទី16ខែឧសភាឆ្នាំ2026ក្រសួងវប្បធម៌កម្ពុជាឲ្យដឹងថាភាគីថៃបានបើកឲ្យអ្នកទេសចរចូលទស្សនាប្រាសាទខ្នាជាសាធារណៈនិងរៀបចំពិធីសាសនានៅតំបន់នោះថែមទៀតផងកម្ពុជាចាត់ទុកថានេះគឺជាការអនុវត្តសិទ្ធិអំណាចដោយឯកតោភាគីនៅក្នុងទីតាំងរបស់ខ្លួនអ្វីដែលគួរឲ្យចាប់អារម្មណ៍มันមានសារព័ត៌មានធំៗរបស់ថៃចេញផ្សាយទូលំទូលាយអំពីការបើកប្រាសាទខ្នាឲ្យទេសចរចូលទស្សនានោះទេសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌កម្ពុជាมันបានបញ្ជាក់ថាថៃបើកប្រាសាទនេះតាំងពីពេលណាឡើយថ្មីនេះក្រសួងវប្បធម៌ថៃបានដាក់បញ្ចូលប្រាសាទខ្នានៅក្នុងបញ្ជីបុរាណស្ថានជាបេតិកភណ្ឌរបស់ជាតិថៃក្រសួងវប្បធម៌កម្ពុជាក៏បានជំទាស់ដែរសូមបញ្ជាក់ថាប្រាសាទខ្នាស្ថិតនៅក្នុងខេត្តឧត្តរមានជ័យរបស់កម្ពុជានៅក្បែរប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីចាប់តាំងពីការប្រយុទ្ធគ្នានៅខែធ្នូឆ្នាំ2025មកថៃបានកាន់កាប់ប្រាសាទខ្នានិងប្រាសាទផ្សេងទៀតនៅលើភ្នំដងរែកហើយបានបន្តបង្កើនសកម្មភាពរដ្ឋបាលទេសចរនិងយោធានៅតំបន់ទាំងនោះដោយមិនអើពើនឹងការជំទាស់របស់កម្ពុជាឡើយក្រោយជំនួបរយៈពេល2ថ្ងៃជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងនៅទីក្រុងប៉េកាំងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានផ្ញើសារត្រង់ទៅតៃវ៉ាន់ថាគម្រុញបញ្ហាឯករាជ្យឲ្យคล้ายទៅជាសង្គ្រាមធំនៅថ្ងៃទី15ខែឧសភាឆ្នាំ2026ខណៈកំពុងហោះត្រឡប់ពីចិនទៅអាមេរិកវិញលោកត្រាំនិយាយថាគោលនយោបាយរបស់អាមេរិកចំពោះតៃវ៉ាន់មិនបដូរទេប៉ុន្តែលោកមិនចង់ឃើញនរណាម្នាក់ដើរទៅរកឯករាជ្យឡើយហើយបន្ថែមថាអ្វីដែលអាមេរិកចង់បានគឺឲ្យទាំងតៃវ៉ាន់និងចិនត្រជាក់ចិត្តលោកបញ្ជាក់ទៀតថាអាមេរិកមិនទាន់សម្រេចថានឹងអនុម័តការលក់អាវុធដ៏ធំមួយទៅឲ្យតៃវ៉ាន់ឬក៏អត់នោះទេនេះបើយោងទៅតាម AP និង Japan Times សាររបស់លោកត្រាំកើតឡើងបន្ទាប់ពីលោកស៊ីបានដាក់បញ្ហាតៃវ៉ាន់លើតុជំនួបយ៉ាងតឹងរឹងក្នុងជំនួបថ្ងៃទី14ខែឧសភាលោកស៊ីបានប្រាប់លោកត្រាំថាតៃវ៉ាន់គឺជាបញ្ហាសំខាន់បំផុតក្នុងទំនាក់ទំនងចិនអាមេរិកលោកស៊ីព្រមានថាបើគ្រប់គ្រងបានល្អទំនាក់ទំនងអាចមានស្ថិរភាពប៉ុន្តែបើគ្រប់គ្រងខុសវាអាចនាំទៅរកការប៉ះទង្គិចនិងចំនួនរវាងមហាអំណាចទាំងពីរលោកស៊ីនិយាយថាឯករាជ្យតៃវ៉ាន់និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់គឺមិនអាចនៅជាមួយគ្នាបានទេវាដូចទឹកនិងភ្លើងលោកស៊ីចង់មានន័យថាបើតៃវ៉ាន់ដើរទៅរកឯករាជ្យជាផ្លូវការសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់អាចនឹងបញ្ចប់ហើយចំនួនឬក៏សង្គ្រាមអាចនឹងផ្ទុះឡើងបញ្ហាតៃវ៉ាន់ជាប្រភពតានតឹងយូរមកហើយចិនចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីខ្លួននិងមិនបោះបង់ជំរឹះប្រើកម្លាំងឡើយប្រសិនបើតៃវ៉ាន់ប្រកាសឯករាជ្យជាផ្លូវការតៃវ៉ាន់វិញមានរដ្ឋាភិបាលកងទ័ពនិងប្រព័ន្ធប្រជាធិបតេយ្យផ្ទាល់ខ្លួនហើយបដិសេធការអះអាងរបស់ទីក្រុងប៉េកាំងដោយថាអនាគតរបស់តៃវ៉ាន់ត្រូវសម្រេចដោយប្រជាជនតៃវ៉ាន់ចំណែកអាមេរិកគឺស្ថិតនៅចន្លោះដ៏លំបាកទីក្រុងវ៉ាស៊ីនតោនជាអ្នកគ្រប់គ្រងអន្តរជាតិនិងអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះនេះហើយជាមូលហេតុដែលការលក់អាវុធរបស់តៃវ៉ាន់តែងតែធ្វើឲ្យចិនខឹងព្រោះប៉េកាំងមើលឃើញថាវាជាការជ្រៀតជ្រែកក្នុងបញ្ហាផ្ទៃក្នុងរបស់ចិនទោះយ៉ាងណាសាររបស់លោកត្រាំមិនមែនថាអាមេរិកបោះបង់តៃវ៉ាន់ទេប៉ុន្តែបង្ហាញថាអាមេរិកពេលនេះចង់រក្សាស្ថានភាពដដែលជាជាងឲ្យតៃវ៉ាន់ដើរទៅរកឯករាជ្យនិងបើកទ្វារឲ្យចិនប្រើកម្លាំងចំពោះប៉េកាំងនេះគឺជាសារដែលចិនចង់ឮប៉ុន្តែចំពោះតៃប៉េវាជាការរំលឹកដ៏ត្រជាក់មួយថាការគ្រប់គ្រងពីអាមេរិកអាចនៅតែមានប៉ុន្តែមិនមែនជាសម្បត្តិធានាថាអាមេរិកនឹងចូលសង្គ្រាមដើម្បីការពារតៃវ៉ាន់ដោយស្វ័យប្រវត្តិឡើយ